ជំរាបសួរចាជួបគ្នាជាថ្មីជាមួយនឹងទិញ online by dollar តាមរយៈ Facebook page YouTube channel ក៏ដូចជា TikTok ដែលមានឈ្មោះថាទិញ online ចាក្នុងវីដេអូនេះ dollar នឹងធ្វើការបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងការបង្កើតគណនីក៏ដូចជាវិធីសាស្ត្រនៅក្នុងការបំពេញឃ្លាំងទំនិញនៅក្នុងប្រទេសចិនដាក់ចូលទៅក្នុង app Taobao ដើម្បីអីដើម្បីឲ្យយើងមានគណនី app Taobao ក៏ដូចជាមានទីតាំងឃ្លាំងទំនិញនៅក្នុងប្រទេសចិនដើម្បីឲ្យយើងអាចធ្វើការកម្មង់ទំនិញពីក្នុង app Taobao ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាបានអញ្ចឹងគឺយើងចូលទៅមើលទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាដែលមានទូរស័ព្ទលើកទូរស័ព្ទមកធ្វើតាមវីដេអូការណែនាំរបស់ dollar ហើយបំពេញទីតាំងក៏ដូចជាអាស័យដ្ឋានក៏ដូចជាលេខទូរស័ព្ទតាមរយៈវីដេអូរបស់ dollar ទៅយើងនឹងធ្វើការទិញទំនិញពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាបានហើយតោះឥឡូវយើងចូលទៅមើលទាំងអស់គ្នាថាតើយើងត្រូវបំពេញអ្វីខ្លះចំណុចដំបូងតែម្ដងណាចាចំពោះអ្នកដែលប្រើ iPhone គឺចូលមកកាន់ App Store របស់យើងគឺមួយនេះណាគឺ app មួយនេះចាប៉ុន្តែចំពោះបងដែលប្រើតាក់ទងជាមួយនឹងទូរស័ព្ទដែលមិនមែនជាប្រភេទ iPhone ក្រៅពី iPhone ហ្នឹងគឺអាចចូលទៅក្នុង Play Store ហើយចុច download app Taobao របស់យើងពួកអីយើងអត់ទាន់មាន app ទេអញ្ចឹងយើងចូលទៅ download app សិនចាអញ្ចឹងអ្នកដែលមាន iPhone ចូលមកក្នុង App Store មកអ្នកដែលមាន Android ចូលទៅក្នុង Play Store របស់ខ្លួនឯងចាបន្ទាប់មកចូលមកក្នុងកន្លែងពាក្យ search ខាងលើនេះណាចាចូលមកពាក្យខាងលើហើយវាយពាក្យថា Taobao ចា T A O B A O ចា Taobao ខាងលើគេនេះតែម្ដងចុចខាងលើនេះមកចាពេលដែលចុចយើងនឹងឃើញ app របស់យើងហើយនេះនៅកន្លែងនេះរូបរាងមុខមាត់របស់វាគឺបែបហ្នឹងណាចាបងប្អូនទាំងអស់គ្នាចំពោះបងដែលមើលវីដេអូ dollar ទៅក្រោយទៀតពេលដែលចូលមកអាចនឹងចេញ Taobao រូបរាងអត់បែបហ្នឹងទេដោយសារតែគេធ្វើការ update កែច្នៃចឹងថាគេដូររូបភាពថ្មីទៅតាមសម័យកាលអញ្ចឹងទៅចាប៉ុន្តែយើងអាចផ្ទៀងផ្ទាត់ឈ្មោះបានណាចាយើងផ្ទៀងផ្ទាត់ឈ្មោះនៅកន្លែងនេះចាមើលឈ្មោះមកអក្សរចិន Taobao ហើយផ្ទៀងមើលថាតើអក្សរដូចគ្នាអត់បើសិនជាដូចគ្នាអូខេគឺ app ហ្នឹងហើយយើងអាចចុចកន្លែងនេះដើម្បី download បានចាចំពោះបងដែលអត់ធ្លាប់ download app ហ្នឹងគឺវានឹងចេញពាក្យថា get ចាឬក៏ download app ប៉ុន្តែចំពោះ dollar ធ្លាប់ download ហើយ dollar លុបចោលវិញវាចេញសញ្ញាព្រួយបែបហ្នឹងអញ្ចឹងបន្ទាប់ពីយើងចុច download ហើយអ្វីដែលយើងត្រូវរងចាំគឺ Wi-Fi ក៏ដូចជាអ៊ីនធឺណិតរបស់យើងថាតើពេលណាវាអាច download ពេញចាហើយនៅក្នុងមួយរយៈនេះគឺ Wi-Fi របស់ dollar វាបែបចុំកដុំឆែបខ្លាំងមែនទែនគឺវាដើរ slow ហ្នឹងហើយអញ្ចឹងតើតើជាមួយនឹងការរងចាំទន្ទឹមនៅក្នុងការរងចាំការ download app របស់យើងគឺសម្រាប់បងដែលចង់ចូលនៅក្នុងក្រុម Telegram ជាមួយនឹង dollar មានន័យថាពេលដែលមានចម្ងល់តាក់ទងជាមួយនឹងការទិញអីវ៉ាន់មកពីចិនណាបងអាចចូលនៅក្នុងក្រុមជាមួយ dollar មកក្រុម Telegram ហើយអាចសាកសួរ dollar តាមរយៈក្រុម Telegram បានចាអញ្ចឹងអាច add លេខទូរស័ព្ទ dollar លេខ Telegram 095 30 19 40ចា add មកលេខមួយហ្នឹងមកឆាតមកកាន់ dollar ក៏បានឬក៏ចុច link នៅខាងក្រោមវីដេអូចាសម្រាប់ YouTube គឺមាន link នៅខាងក្រោមវីដេអូបើសម្រាប់ Facebook គឺមាន link នៅខាងលើវីដេអូ dollar ដាក់ថា link group Telegram ចុចលើ link ហ្នឹងហើយចុច join group មកគឺអាចចូលនៅក្នុង group រួមជាមួយនឹង dollar ដើម្បីយើងសួរតាក់ទងអំពីចម្ងល់នៅក្នុងការទិញអីវ៉ាន់ពីប្រទេសចិនមួយវិញទៀតនៅក្នុង group Telegram របស់ dollar បាន pin ទុកតាក់ទងជាមួយនឹងទីតាំងអាស័យដ្ឋានឃ្លាំងទំនិញនៅក្នុងប្រទេសចិនពីព្រោះអីគឺបងបើមើលតាមវីដេអូ dollar ហើយវាយតាមវីដេអូ dollar វារៀងលក្ខណៈថាយូរអញ្ចឹងណាតែបើយើងមាន group Telegram មួយគ្នាគ្រាន់តែចូលក្នុង group Telegram ទៅហើយចុច copy link មកហើយផាស copy ពាក្យដែលយើងត្រូវដាក់ហើយផាសទៅគឺវាងាយស្រួលហើយលឿនចាឥឡូវគឺយើង download app Taobao របស់យើងបានហើយឥឡូវយើងចូលទៅមើលទាំងអស់គ្នាចាអញ្ចឹងអានេះគឺជាមុខមាត់ app Taobao របស់យើងគឺវាមានរូបរាងបែបហ្នឹងចាបន្ទាប់ពីយើង download បានហើយយើងនឹងចាំអីទៀតយើងចុចចូលក្នុង app ទាំងអស់គ្នាមកចាពេលដែលចុចចូលនៅក្នុង app គឺវាចេញផ្ទាំងបែបហ្នឹងហើយបងតែកុំបារម្ភណាពីព្រោះដោយសារតែជាភាសាចិនទាំងអស់បងខ្លះដែលអត់ចេះចិនគាត់រៀងមានអារម្មណ៍ថាអ៊ុយតើត្រូវធ្វើមិនត្រូវចុចបែបណាដើម្បីអាចចូលទៅក្នុង app ហើយបង្កើតគណនីហើយបំពេញទីតាំងឃ្លាំងនៅប្រទេសចិនបានចាអញ្ចឹងគឺបងចូលមកឃើញបែបហ្នឹងបងចុចកន្លែងពណ៌ទឹកក្រូចខាងលើនេះមកចាចុចលើពណ៌ទឹកក្រូចហ្នឹងពឹបមកបន្ទាប់មកចុចលើពាក្យ allow ខាងនេះមកចាកន្លែងហ្នឹងចាហើយចុចលើទឹកក្រូចហ្នឹងម្ដងទៀតអូខេចាបន្ទាប់ពីចុចហើយគឺយើងចុចអាខាងក្រោមនេះមួយទៀត allow មួយទៀតណាចាចុចកន្លែងហ្នឹងមកចាពេលដែលយើងចុចបែបហ្នឹងហើយយើងនឹងឃើញមុខមាត់ app របស់យើងគឺបែបនេះណាចាគឺមានខោអាវចាចេញមកដំបូងនេះគឺមានខោអាវមានកាបូបមានវ៉ែនតាមានកវលអីអញ្ចឹងទៅចា
ហើយតើតើជាមួយនឹងវិធីការចុច search ដើម្បីទិញអានឹងដុល្លារនឹងបង្ហាញជូននៅក្នុងវីដេអូក្រោយតែវីដេអូនេះដុល្លារចង់ផ្ដោតសំខាន់ទៅលើការបង្កើតគណនីក៏ដូចជាការដាក់ទីតាំងអាសយដ្ឋាននៅប្រទេសចិនសិនចាអញ្ចឹងដើម្បីយើងអាចបង្កើតគណនីថោប៉ោហើយនឹងដាក់ទីតាំងឃ្លាំងនៅប្រទេសចិនបានបងមើលនៅខាងក្រោម screen របស់យើងគឺកន្លែងនេះណាចានេះកន្លែងនេះគឺមានដូចរូបវងមូលមួយហ្នឹងចាយើងចុចលើកន្លែងហ្នឹងមកនៅពេលដែលយើងចុចកន្លែងហ្នឹងហើយគឺវានឹងចេញផ្ទាំងបែបនេះចាពេលដែលបងឃើញចេញផ្ទាំងបែបនេះបងមើលមកកន្លែងអក្សរពណ៌ទឹកក្រូចកន្លែងនេះដុល្លារគុំវងឲ្យនេះចាអក្សរពណ៌ទឹកក្រូចចិត្តសញ្ញាសួយហ្នឹងណាចាបងចុចកន្លែងហ្នឹងមកចុចពឹបមកចាពេលដែលបងចុចបែបនេះគឺវាបង្ហាញឲ្យយើងដាក់លេខទូរស័ព្ទដែលយើងប្រើប្រាស់ចាអញ្ចឹងបងត្រូវដាក់លេខទូរស័ព្ទណាដែលមានសេវាពីព្រោះពេលដែលយើងដាក់លេខទូរស័ព្ទហើយខាងថៅប៉ោគេនឹងផ្ញើលេខកូដ4ខ្ទង់ដើម្បីយើង verify ពីក្នុងទូរស័ព្ទយើងទៅណាបើមិនជាដាក់លេខអត់សេវាគេផ្ញើសារអត់ចូលអាហ្នឹងជារឿងបងទាំងអស់គ្នាណាចាអញ្ចឹងជាជំហានដំបូងមុនពេលដែលយើងដាក់លេខទូរស័ព្ទយើងត្រូវដូរលេខកូដប្រទេសយើងសិនបងមើលលេខកូដនេះមើលគេដាក់ថាបូក86អញ្ចឹងអានេះគឺជាលេខកូដប្រទេសចិននេះអញ្ចឹងយើងត្រូវដាក់លេខកូដប្រទេសខ្មែរយើងគឺបូក855ចាអញ្ចឹងបងចុចអាកន្លែងសញ្ញាព្រួញចុះក្រោមហ្នឹងមកឬក៏ចុចលើលេខហ្នឹងក៏បានដែរណាចាចុចពឹបមកចាពេលដែលបងចុចមកបងនឹងឃើញអក្សរអង់គ្លេសនៅខាងនេះអក្សរ A ឃើញទេចាអក្សរ A អក្សរអង់គ្លេសហ្នឹងអញ្ចឹងគឺយើងអូសទៅលើរហូតដល់អក្សរ J ណាចាអូសរហូតដល់អក្សរ J មកចាបន្ទាប់ពីអូសមកឃើញនេះដុល្លារអូសមកដល់អក្សរ J ហើយឃើញទេបន្ទាប់ពីមកដល់អក្សរ J បងប្អូនរាប់លេខ3ចាទី1ទី2ទី3ចាទី3ហ្នឹងគឺបងប្អូនមើលមកស្ដាំដៃមកឃើញបូក855ទេចាហ្នឹងគឺជាឈ្មោះប្រទេសកម្ពុជាយើងសរសេរជាអក្សរចិនចាអញ្ចឹងបងប្អូនចុចកន្លែងអាពាក្យលេខទី3ហ្នឹងហើយចុចលើហ្នឹងមកចាពេលដែលបងប្អូនចុចលើអាពាក្យទី3ហ្នឹងហើយវានឹងធ្វើឲ្យលេខកូដកន្លែងនេះវាដូរទៅជា855វិញហើយឃើញអត់ចាដូរទៅជា855ហើយគឺមានន័យថាយើងអាចដាក់លេខទូរស័ព្ទប្រទេសកម្ពុជារបស់យើងបានណាចាអញ្ចឹងគឺយើងចុចកន្លែងមកផ្ទាំងហ្នឹងមកចុចពឹបមកវានឹងលោតលេខឲ្យដាក់ចាអញ្ចឹងពេលដែលលោតលេខដាក់យើងចាំអីទៀតយើងដាក់លេខទូរស័ព្ទយើងទៅចាដុល្លារដាក់លេខទូរស័ព្ទដុល្លារឧទាហរណ៍ឲ្យចានេះគឺលេខទូរស័ព្ទរបស់ដុល្លារដាក់ឧទាហរណ៍ណាចំណែកបងទាំងអស់គ្នាដាក់លេខទូរស័ព្ទរបស់បងទាំងអស់គ្នាមកហើយយើងមិនចាំបាច់ដាក់លេខ0ពីមុខទេពីព្រោះអីដោយសារតែយើងដាក់លេខកូដបូកប្រទេសរបស់យើងហើយអញ្ចឹងអត់ចាំបាច់បំពេញលេខ0ពីមុខទៀតទេកាត់លេខ0ចោលណាចាបន្ទាប់ពីយើងដាក់លេខទូរស័ព្ទរបស់យើងហើយយើងមកមើលអាកន្លែងវងមូលទូចគេនេះមួយចាយើងចុច tick លើហ្នឹងមកនេះចុច tick បែបហ្នឹងឃើញទេនេះចាចុច tick លើកន្លែងវងមូលមួយហ្នឹងណាបន្ទាប់ពីចុច tick កន្លែងវងមូលមួយហ្នឹងហើយបងទាំងអស់គ្នាធ្វើការចុចលើអាផ្ទាំងអក្សរពណ៌ទឹកក្រូចមកវែងហ្នឹងទៅចាចុចលើកន្លែងផ្ទាំងហ្នឹងមកចាបន្ទាប់ពីចុចកន្លែងលើផ្ទាំងហ្នឹងហើយគឺយើងរងចាំទៅលើអ៊ីនធឺណិតរបស់យើងថាតើដើរយូរឬមួយក៏ដើរលឿនចឹងទៅចាហើយមួយវិញទៀតបើក្នុងករណីដែលអ៊ីនធឺណិតបងទាំងអស់គ្នាអត់ដើរបងអាចចុចអាកន្លែងរូបសញ្ញាព្រួញវងខាងលើនេះបានណាពេលដែលចុចទៅគឺពេលដែលអ៊ីនធឺណិតយើងដើរវានឹងចេញផ្ទាំងបែបនេះហើយចាអញ្ចឹងបងឃើញអាសញ្ញាគេឲ្យថា please slide to verify ហ្នឹងឯងចាបងអូសវាមកស្ដាំមកចាអូសមកស្ដាំបែបហ្នឹងរហូតដល់តែផុតនៅចុងមកឲ្យបងប្រឡែងដៃបន្ទាប់ពីយើងអូសបែបហ្នឹងហើយគឺគេប្រាប់ថាឲ្យយើងហ្នឹងបំពេញលេខកូដ4ខ្ទង់ដែលគេបានផ្ញើសារទៅលេខទូរស័ព្ទដៃរបស់យើងចាអញ្ចឹងបង check មើលក្នុងទូរស័ព្ទដៃរបស់យើងមើលតើខាងចិនមានផ្ញើលេខកូដ4ខ្ទង់ឲ្យអត់អញ្ចឹងដុល្លារសុំយកទូរស័ព្ទដៃរបស់ដុល្លារសិនណាចាឥឡូវដុល្លារយកទូរស័ព្ទមកទទួលបានលេខកូដហ្នឹងហើយចាអញ្ចឹងលេខកូដហ្នឹងគឺដុល្លារវាយចូលតាមហ្នឹងគឺគេផ្ញើសារមកណា5121ចាហើយបញ្ជាក់ម្ដងទៀតចំពោះលេខកូដហ្នឹងគឺបងទាំងអស់គ្នាត្រូវវាយឲ្យបានមុន60វិនាទីពីព្រោះបើគេផ្ញើចូលហើយតែហួសពី60វិនាទីទៅគឺគេ restart លេខកូដហ្នឹងសារថ្មីហើយអញ្ចឹងយើងប្រើវាអត់បានទេណាចាឥឡូវបន្ទាប់ពីយើងដាក់លេខកូដហ្នឹងចូលហើយគឺវានឹងចេញផ្ទាំងបែបនេះចាផ្ទាំងបែបនេះគឺគេចង់បញ្ជាក់ថាបើសិនជាទូរស័ព្ទយើងគឺប្រើប្រាស់ scan កាយ៉ៅដៃឬក៏ scan មុខ Face ID មានថា scan មុខអញ្ចឹងគឺយើងអាចដាក់វាចូលឲ្យហើយក៏បានដែរតែបើយើងគិតថាខ្ញុំអត់ទាន់ចង់ដាក់ទេយើងអត់ដាក់ក៏បានដែរអញ្ចឹងដុល្លារអត់ទាន់ចង់ដាក់ឯងព្រោះដុល្លារកំពុងធ្វើវីដេអូឲ្យបងប្អូនទាំងអស់គ្នាមើលអញ្ចឹងបើអត់ទាន់ចង់ដាក់ទេគឺយើងចុចអាខាងក្រោមតែបើចង់ដាក់ចុចអាខាងទឹកក្រូចខាងលើចាអញ្ចឹងដុល្លារចុចអាខាងក្រោមនេះណាចាបន្ទាប់ពីចុចបែបហ្នឹងហើយគឺវាចេញមកបែបនេះហើយចាចេញមកបែបនេះគឺមានន័យថាយើងបានคลายខ្លួនទៅជាបុគ្គលមួយរូបនៅក្នុងសមាជិករបស់ថៅប៉ោហើយចាប៉ុន្តែគ្រាន់តែថាយើងអត់ទាន់คลายជាសមាជិកពេញលេញទេដោយសារតែយើងគឺអត់ទាន់បំពេញអាសយដ្ឋានឃ្លាំងទំនិញនៅក្នុងប្រទេសចិនមានន័យថាពេលដែលទំនិញរបស់យើងទៅដល់ប្រទេសចិនគឺ
គេអត់ដឹងថាត្រូវដឹកពីទីតាំងគេទៅដល់ទីតាំងមួយណាឯងអញ្ចឹងបងប្អូនអរគ្នាចង់ឲ្យគេដឹកបានគឺតើតើយើងនឹងបំពេញឈ្មោះឃ្លាំងទំនិញរបស់យើងនឹងត្រូវដាក់ទៅកន្លែងទីតាំងណាមានលេខទូរស័ព្ទណាហើយតាក់ទងមួយណាគេចាអញ្ចឹងចង់បំពេញកន្លែងហ្នឹងបានគឺបងប្អូនអរគ្នាត្រូវចូលមកកន្លែងរូបកងចាក់ខាងលើនេះកន្លែង setting នេះនៅខាងស្ដាំដៃលើគេបំផុតរូបកងចាក់ហ្នឹងណាចាបងប្អូនអរគ្នាចុចកន្លែងហ្នឹងមកពេលដែលបងបងចុចកន្លែងហ្នឹងពឹបគឺវានឹងចេញបែបនេះហើយអូ my ព្រះតើតាអសរចិនមិនបារម្ភទេអញ្ចឹងគឺយើងចង់ដាក់ទីតាំងឃ្លាំងទំនិញនៅក្នុងប្រទេសចិនបានបងបងមើលកន្លែងក្រុមរូបមនុស្សនេះទី1នេះបន្ទាត់ជួរទី1ហ្នឹងគឺចុចលើហ្នឹងមកចាពេលដែលចុចមកគឺវាមានរូបដូច Google Map រូប pin ទីតាំងហ៎ចាអញ្ចឹងគឺតំណាងឲ្យថានេះគឺជាការដាក់ទីតាំងឃ្លាំងទំនិញយើងនៅក្នុងប្រទេសចិនចាអញ្ចឹងបងប្អូនអរគ្នាចុចឲ្យកន្លែងផ្ទាំងពណ៌ទឹកក្រូចនេះមកណាចុចផ្ទាំងពណ៌ទឹកក្រូចហ្នឹងមកចុចមកពឹបមកចាពេលដែលចុចមកបែបហ្នឹងគឺវានឹងចេញបង្ហាញឲ្យឃើញទម្រង់បែបនេះណាចាទម្រង់បែបនេះអញ្ចឹងពេលដែលចេញទម្រង់បែបនេះតើយើងត្រូវបំពេញអីខ្លះចាធីកឲ្យបងចុចសញ្ញាទឹកក្រូចនៅខាងក្រោមហ្នឹងមកគេនឹងធ្វើការ save តាក់ទងជាមួយនឹងទីតាំងអាស័យដ្ឋានរបស់យើងហើយអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាបំពេញទីតាំងឲ្យអស់យើងចូលទៅផ្ទៀងផ្ទាត់មើលទាំងអស់គ្នាម្ដងទៀតថាតើបងប្អូនទាំងអស់គ្នាបំពេញដូចជាមួយនឹងដុល្លារអត់ណាចាលើនេះមកចាអញ្ចឹងគឺបែបហ្នឹងគឺមានន័យថាការបំពេញទីតាំងចុះឈ្មោះរបស់យើងក៏ដូចជាការបំពេញទីតាំងឃ្លាំងក្រុមហ៊ុនដឹកជញ្ជូននៅក្នុងប្រទេសចិនហ្នឹងបានរួចរាល់សពគ្រប់អស់ហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើហ្នឹងគឺយើងអាចចូលទៅមើលតាក់ទងជាមួយនឹងការទិញទំនិញអីវ៉ាន់បានហើយអញ្ចឹងគឺយើងអាចចូលកន្លែងហូបដូចផ្ទះនេះខាងមុខនេះចានឹងឃើញទំនិញអីវ៉ាន់ហើយនៅខាងមុខនេះចាអញ្ចឹងវីដេអូនេះដុល្លារបង្ហាញជូនត្រឹមតែតាក់ទងជាមួយនឹងការបំពេញទីតាំងឃ្លាំងទំនិញនិងចុះឈ្មោះនៅក្នុងថៅប៉ោឯចាវីដេអូក្រោយដុល្លារនឹងបង្ហាញថាយើងនឹងធ្វើការចូលទិញទាំងអស់គ្នាណាវីដេអូក្រោយយើងនឹងចាប់ផ្ដើមចូលទិញទាំងអស់គ្នាហើយគឺតាក់ទងជាមួយនឹងការចុចរូបភាពចុច search ទិញក៏ដូចជាតាក់ទងជាមួយនឹងការបំពេញ Visa Card នៅក្នុងថៅប៉ោដើម្បីយើងទិញទំនិញពីប្រទេសចិនមកកាន់ប្រទេសខ្មែរតែម្ដងអញ្ចឹងចាំមើលនៅក្នុងវីដេអូក្រោយជាមួយនឹងដុល្លារណាដើម្បីតាក់ទងជាមួយនឹងការទិញអីវ៉ាន់តែម្ដងណាវីដេអូក្រោយយើងបានទិញអីវ៉ាន់ហើយអូខេវីដេអូនេះដុល្លារមានតែប៉ុណ្្នឹងទេចាំជួបគ្នាជាមួយនឹងដុល្លារនៅក្នុងវីដេអូក្រោយទាំងអស់គ្នាណាចាជម្រាបលាចាបាយបាយ